មានន័យថាការបដិសេធរបស់ថៃពីអង្គហេតុតេតិនទៅនឹងរឿងក្របបែកដែលទម្លាក់ពីអាកាសនោះមិនសមហេតុផល propose sterish បាទហ្នឹងមិនសមហេតុផលនិងមិនអាចបដិសេធបានគឺជាក្រប MK84 ដែលសៀមទម្លាក់មិនផ្ទុះនៅលើទឹកដីកម្ពុជាស៊ីម៉ាក់លើកឡើងថាការបដិសេធពីអង្គហេតុរបស់សៀមតេតិននឹងក្របបែកដែលទម្លាក់ពីលើអាកាសមកលើទឹកដីកម្ពុជានោះការបដិសេធនោះវាមិនសមហេតុផលទេហើយក៏មិនអាចការពារបិទបាំងអ្វីបានដែរបាទអញ្ចឹងចំណងជើងកសែតមានន័យថាគេលុប verb be ត្រង់នេះមានន័យថាការបដិសេធរបស់ថៃពីអង្គហេតុតេតិនទៅនឹងរឿងក្របបែកដែលទម្លាក់ពីអាកាសនោះមិនសមហេតុផល propose sterish បាទហ្នឹងមិនសមហេតុផលនិងមិនអាចបដិសេធបាន The head of the Cambodian Mine Action Center នាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់បានចេញមុខច្រានចោលនៅការអះអាងផ្ដេសផ្ដាស់របស់ថៃដែលថារាល់យុទ្ធភ័ណ្ឌដែលពួកគេបានទម្លាក់ពីលើយន្តហោះក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាកាលពីឆ្នាំកន្លងទៅនោះសុទ្ធតែបានផ្ទុះទាំងអស់អត់មានស្អុយទេលោកហេងរតនាបដិសេធថាអានេះមិនពិតទេមានន័យថាអ្វីដែលថៃលើកឡើងថាគេអត់មានក្របស្អុយណាគាត់ថា flatly false មិនពិតតល់តែសោះCIMAC Director General ហេងរតនា noted a range of mixed messages អគ្គនាយកអង្គការ CIMAC លោកហេងរតនាបានកត់សម្គាល់ឃើញមានសារចម្រុះជាច្រើនពាក្យ range of ហ្នឹងមានន័យថាកកោកបប្រែកបាទ mixed messages សារចម្រុះអគ្គនាយកអង្គការ CIMAC លោកហេងរតនាបានកត់សម្គាល់ឃើញមានសារចម្រុះជាច្រើនពីពួកមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃក៏ដូចជាសាធារណជនទូទៅរបស់ថៃទាក់ទិនទៅនឹងការអះអាងខាងលើនេះវាខំនាំគ្នាចេញមកនិយាយណា Some officials have issued blanket denials about the bombing ពាក្យថា blanket denials ការបដិសេធទាំងស្រុងបាទ blanket ក្នុងទីនេះមិនបកថាភួយទេក្រមមន្ត្រីសៀមខ្លះបានចេញបដិសេធទាំងស្រុងចំពោះរឿងទម្លាក់ក្របបែកនោះចំណែកឯក្រមមន្ត្រីខ្លះទៀតបានទាមទារឬអះអាងទទួលខុសត្រូវយ៉ាងមានមោទនភាពទន្ទឹមគ្នានោះពួកគេនិយាយថារាល់ក្របបែកទាំងអស់ដែលយន្តហោះគេទម្លាក់សុទ្ធតែផ្ទុះអត់មានស្អុយទេ Regarding the commentary stating that all of their aircraft bombs exploded without exception លោកហេងរតនាបានមានប្រសាសន៍ថាតេតិននឹងការចេញមកបោកបាច់អត្ថាធិប្បាយណាបញ្ចេញយោបល់ដែលបញ្ជាក់ថារាល់ក្របបែកដែលទម្លាក់ពីលើយន្តហោះរបស់ពួកគេនឹងសុទ្ធតែផ្ទុះគ្មានលើកលែងមួយក្របណានោះលោកហេងរតនាមានប្រសាសន៍ថាខ្ញុំមើលឃើញថាការបញ្ចេញមតិយោបល់នេះវាជាភស្តុតាងថ្មីទៀតហើយដែលបញ្ជាក់ថាពួកយោធាសៀមបានព្រមទទួលស្គាល់ណាពួកយោធាធៀមហ្នឹងវាត្រូវផ្្លាត់ទទួលស្គាល់ថាពួកគេពិតជាបានប្រើប្រាស់នៅក្របបែកដែលទម្លាក់ពីយន្តហោះដើម្បីរំលោភបំពានលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពិតប្រាកដមែនហើយនេះបើតាមប្រសាសន៍លោកហេងរតនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអញ្ចឹងពាក្យថា aircraft dropped bombs ក្របបែកដែលទម្លាក់ដោយយន្តហោះ He explained that the latest claims are no different from previous ones លោកហេងរតនាបានពន្យល់ថាការអះអាងរបស់ពួកសៀមថ្មីនេះ
mình khâu ở với pi ca để phụ kê thọp ăn còn lòng màu cái chân tệ tên từ nâng ca tu sầm nol sầm kriếm đại hào thạc cọp bài chẳng cầu nốt đại ban pro lai chi vết của Mara Campuchia vây khmer mà nè. He recalled that Thai official previously declared recall ហ្នឹងគឺចាំឬក៏រំលឹកឡើងវិញអគ្គនាយកអង្គការស៊ីម៉ាក់លោកហេងរតនានៅចាំថាពួកមន្ត្រីថៃពីមុនធ្លាប់អះអាងអីចឹងដែរគេថាក្របបែកចង្កោមទាំងអស់ដែលគេបាញ់ចូលក្នុងទឹកដីកម្ពុជានោះសុទ្ធតែផ្ទុះបើទោះបីជាការរកឃើញពីក្របបែកតូចអត់តន់ផ្ទុះហ្នឹងជាគេរកឃើញច្រើនក៏គោកក៏ដោយចុះពួកសៀមនេះវាតែនិយាយពិតពីកាលមែនទេ I believe that what the points they attempt to raise merely showcases លោកហេងរតនាបានមានប្រសាសន៍ថាខ្ញុំជឿថាអ្វីដែលពួកគេព្យាយាមលើកឡើងនេះគ្រាន់តែបង្ហាញឲ្យឃើញពីការថាបង្ហាញពីមោទនភាពរបស់គេហើយនឹងភាពក្រអឺតក្រទមរបស់គេតេតិនទៅនឹងឧត្តមភាពផ្នែកយុទ្ធោបករណ៍ហើយអួតថាគេនោះទន្ទឹមគ្នានេះពួកថៃគឺបង្វែរការទទួលខុសត្រូវឬក៏កិច្ចពីការទទួលខុសត្រូវដោយកុហកប្រជាជនថៃខ្លួនឯងនិងកុហកតុលាការមតិសាធារណៈអន្តរជាតិថៃ While many Thai sources continue to claim that វានឹងបែរថាទោះជាប្រភពព័ត៌មានជាច្រើនរបស់ពួកថៃនៅតែបន្តអះអាងថាក្របកំភ្លើងក្របបែកដែលទម្លាក់ពីលើយន្តហោះរបស់ពួកគេទាំងអស់សុទ្ធតែផ្ទុះក៏ដោយក៏មានមតិខ្លះបែរជានិយាយផ្សេងពីនេះក៏មានដែរដោយអ្នកខ្លះធ្វើឯងអាត្រឹមត្រូវនិយាយថាអាក្របបែកអត់តន់ផ្ទុះដែលស៊ីម៉ាក់កម្ពុជាដាក់បង្ហាញហ្នឹងអានឹងក្របបែកទម្លាក់មកលើកម្ពុជានាទសវត្សរ៍ឆ្នាំ1960ឬក៏ទសវត្សរ៍ឆ្នាំ1970សម័យលន់នល់ទេតើជាការអះអាងមួយដែលលោកហេងរតនាចាត់ទុកថាជាការបំភ្លៃការពិតអាហ្នឹងអះអាងបែបបំភ្លៃ distortion បាទការបំភ្លៃការពិតហើយក៏កិច្ចពីការទទួលខុសត្រូវ blame កន្លែងហ្នឹង responsibility កិច្ចពីការទទួលខុសត្រូវហើយមូលបង្កាច់ slander មូលបង្កាច់ភ័ស្តុតាងដែលគេមានភ័ស្តុតាងរឹងមាំច្បាស់លាស់ហើយហ្នឹងណា He said every unexploded aerial bomb បើតាមប្រសាសន៍លោកហេងរតនាលោកមានប្រសាសន៍ថារាល់គ្រាប់បែកដែលទម្លាក់ពីលើអាកាសដែលអត់ផ្ទុះទាំងអស់ព្រមទាំងប្រភេទនៃយុទ្ធភ័ណ្ឌផ្សេងណាគឺសុទ្ធតែមានសុទ្ធតែមានការបញ្ជាក់អត្តសញ្ញាណកម្មរបស់វាច្បាស់លាស់មានន័យថាសុទ្ធតែមានការបញ្ជាក់ពីភិនភាគនៃក្របនឹងច្បាស់លាស់ដូចជាលេខកូដឃើញទេបាទលេខកូដកាលបរិច្ឆេទបាទក្រុមហ៊ុនដែលផលិតប្រទេសដែលជាប្រទេសដើមផលិតដែលវាឆ្លើយតបទៅនឹងនិយមអន្តរជាតិសម្រាប់ការគ្រប់គ្រងនៅក្របអញ្ចឹងគេដឹងគេធ្វើប៉ុណ្ណឹងគេមិនដឹងបានន័យថាក្របគ្រប់ប្រភេទយុទ្ធភ័ណ្ឌគ្រប់ប្រភេទទាំងអស់ដែលស្អុយហ្នឹងវាបន្សល់ទុកទាំងអស់បាទតាំងពីលេខកូដកាលបរិច្ឆេទលោកបានលើកឡើងថាដូចជាអាក្របបែកដែលទម្លាក់ពីលើអាកាស MK84 2គ្រាប់ដែលបង្ហាញក្នុងរូបភាពនឹងស្រាប់ហ្នឹងគឺវាសុទ្ធតែមានលេខកូដសម្គាល់បាទលេខកូដសម្គាល់របស់វានេះ3003បាទហើយនេះលេខកូដសម្គាល់របស់វាបាទហើយបញ្ជាក់ថាម៉េចថាគ្រាប់ MK84 នេះផលិតដោយប្រទេសអ៊ីស្រាអែលបាទឧស្សាហកម្មផលិតរបស់អ៊ីស្រាអែលក្នុងឆ្នាំ1996នេះអូខេ Based on this evidence I ask ផ្អែកតាមភស្តុតាងនេះខ្ញុំសូមសួរ How could a bomb manufactured in 1996 be used by the US Air Force in Cambodia លោកហេងរតនាគាត់សួរបាទគាត់សួរត្រឡប់ទៅវិញថៃដែលគេថា
ក្របបែក MK84 ហ្នឹងទម្លាក់សម័យលន់ណុលណាគាត់សួរថាចុះអាក្របបែកដែលផលិតក្នុងឆ្នាំ 1996 នេះណា 96 ហ្នឹងហើយចូលមកអាមេរិកកងទ័ពអាមេរិកកងអាកាសអាមេរិកប្រើប្រាស់មកទម្លាក់ណាមិនកើតទៅបើវាផលិតឆ្នាំ 1996 ហើយស្រាប់តែថៃថាអាមេរិកទម្លាក់មកលើកម្ពុជាហ្នឹងក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1962 ដល់ 1975 តរួចRatana also noted that the US government has provided លោកហេងរតនាក៏បានបញ្ជាក់ផងដែរថារដ្ឋាភិបាលសហរដ្ឋអាមេរិកក៏គេបានផ្ដល់នូវទិន្នន័យច្បាស់លាស់អស់ហើយនៅក្នុងប្រទេសកម្ពុជាប្រាប់មករដ្ឋាភិបាលកម្ពុជាគឺដើម្បីគ្រប់គ្រងនៅប្រតិបត្តិការបាទដើម្បីគ្រប់គ្រងនៅប្រតិបត្តិការបោសសម្អាតទីមួយគឺប្រតិបត្តិការបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងក្របបែកផ្សេងៗដែលអត់ទាន់ផ្ទុះអានឹងវាជាប្រតិបត្តិការមនុស្សធម៌ធម្មតាអាមេរិកគេប្រាប់មកថាក្របដែលអាចនៅក្នុងប្រទេសកម្ពុជានឹងមានក្របស្អីខ្លះបាទអញ្ចឹងគឺគេឲ្យទិន្នន័យមកក៏ដូចជាដើម្បីបង្ហាញពីស្មារតីនៃការទទួលខុសត្រូវផ្នែកសិលធម៌ផងដែរមិនមែនចេះព្រោះដាក់គេដាក់ឯងទេស៊ីម៉ាក់បានប្រើប្រាស់ទិន្នន័យនឹងយ៉ាងទូលំទូលាយនៅក្នុងការគ្រប់គ្រងប្រតិបត្តិការបោសសម្អាតក្របឬយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរបស់ខ្លួន Let me clarify once again that លោកហេងរតនាបានមានប្រសាសន៍ថាអនុញ្ញាតឲ្យខ្ញុំសូមបំភ្លឺសូមបញ្ជាក់ជូនម្ដងទៀតថាទីតាំងនៃក្របបែក MK របស់សៀមជាដើមហ្នឹងណាបាទទីតាំងនៃក្របបែករបស់សៀមដែលបានរកឃើញដោយអង្គការស៊ីម៉ាក់នេះគឺវាពិតណាស់វាអត់ស្របទៅតាមទិន្នន័យប្រវត្តិសាស្ត្រដែលផ្ដល់ឲ្យដោយសហរដ្ឋអាមេរិកឡើយពួកអាមេរិកគេដឹងក្របរបស់គេទម្លាក់មកត្រង់ណាខ្លះហើយក្របប្រភេទអីខ្លះដូច្នេះថៃស្បែកមុខរបស់ថៃគឺបើកហើយលោកហេងរតនាបានមានប្រសាសន៍បន្ថែមថាក្របបែកទម្លាក់ពីលើអាកាសប្រភេទ MK84 ក្របបែកចង្កោមបាទ cluster bomb ហើយនឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ UXO ផ្សេងទៀតដែលបោសសម្អាតដោយស៊ីម៉ាក់បាទ have clearly recorded សុទ្ធតែកត់ត្រាពីទីតាំងបាទទីតាំងហើយនឹងព័ត៌មានលម្អិតពីយុទ្ធភ័ណ្ឌទាំងអស់នោះអូខេអញ្ចឹងយើងឃើញថាថៃវាដល់ពេលវានិយាយអីលែងចាញ់ហើយបាទអញ្ចឹងអរគុណច្រើនបាទសូមឡាយផង